សួស្តីប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីលំដាប់តទៅនេះសូមបន្តស្ដាប់រឿងនាងលក្ស្មីវគ្គទី2មកដល់លំនៅដៅដើមដានគ្រុឌយកកល្យានបានបត់គ្នាដាក់ឲ្យផ្ទុំក្នុងរមឋានថាលេងភ្លេងបំពេលំហើយមនោពេលនាងលាក់ស្មីស្រីដឹងខ្លួនឃើញគ្រុឌលោបលូនពួនលឹបលើនៅក្រៅបន្ទប់ឈប់ឈៀងឈើនាងស្រែកឆោឡោរកគេជួយគ្រុឌឆាប់រាយរាប់ប្រាប់សាច់ក្តីថាកល្យាណីស្រីកុំព្រួយកោះនេះជាឋានសានសុខមួយគ្មានអ្នកណាឡើយធ្លោយមកដល់រូបបងគឺជារាជបុត្រក្មេងដែលនាងធ្លាប់ឆ្វេងវង្វេងយល់វងភ័ក្រប្រធ្យៈណានីមលនៅឯមណ្ឌលចោមពលថ្លៃកាលនោះរៀមខ្លែងតែងរូបបាជាអង្គក្សត្រាខ្លាពុទ្ធធីលេងអុកបាសស្កាការសំភីជាមួយក្សត្រីស្រីទួងសរតបន្ទាប់មកស្ងួននួនចូលទៅថ្វាយនៅក្រយ៉ាចាបែបបត់ដល់យើងទាំងទ្វេវេលៀងផាត់តាមកាលកំណត់កត់ប្រក្រដីពេលបានជួបភក្តិជាចិត្តបងហាក់មានអ្វីចងក្រងភក្តិក្តីជាមួយនឹមនួនស្ងួនពីស្អី
មិនចង់ឃ្លាតកាយឆ្ងាយស្រីឡើយឆ្នេះហើយទើបបងផ្សងបដូរផ្ដាច់ពងរត់ស្រីកិច្ចត្រេចឆ្លងត្រើយត្រឡប់មកឋានសានសុខស្បើយអូនអើយរៀមឆ្លើយឲ្យផុតមកលាក់ស្មីបានស្ដាប់សាប់សំដីគ្រុឌរៀបរាប់ថ្វាយស្ដាយកនឡងមិនគួរណាគ្រុឌត្បល់ចិត្តចងក្រងស្នេហ៍ថែនាងវៀងតាថាកាលជួបវងភ័ក្រជាក់ខ្សាត់ត្រាឥឡូវប្រែជាគ្រុឌអត់លាក់រូបរាងអាក្រក់ឡក់ឡើមម្នាក់តើនាងគួរស្ម័គ្ររាក់ឬទេបើនឹងនិយាយស្ដីប្រាប់គ្រុឌថានាងគ្មានចិត្តដិតស្និទ្ធស្នេហ៍ប្រកបជាអត់ផុតគ្រោះដែរត្បិតគ្រុឌបានគ្នារេចាប់មកឃុំទុកក្នុងស្ថានដានដែនកោះឆ្ងាយពីភូមិមនុស្សរស់នៅជ្រៅទោះនាងចង់វិលវ័យជុំរើកក៏មិនដឹងភ្នែករកផ្លូវណាដូច្នេះមានតែកែប្រែចិត្តព្រមស្និទ្ធនិតគ្រុឌពុតមួយគ្រារងចាំឱកាសផ្លាស់វេលាវិលទៅភារីពីរៀនស័យគិតហើយលាក់ស្មីស្រីបញ្ចពរពោលពាក្យអង្វរក៏គ្រុឌគ្រីថានាងព្រមស្ម័គ្ររយៈមេត្រីសូមគ្រុឌប្រណីលៃធ្នមថែរក្សានាងឲ្យដោយដិតចិត្តកុំមានក
គុំនិតគិតវិវេវេពីរូបនាងវៀងក្តីស្នេហ៍ញ៉ាំឲ្យមាសមេប្រែមានទុកគ្រុតបានស្ដែងស្ដាប់សាប់លាក់ស្មីក្នុងចិត្តអក្រៃថ្លៃថ្លាមុខថ្លែងប្រាប់លាក់ស្មីស្រីឲ្យសុខថ្ងៃនេះទៅមុខទុកចិត្តចុះបងនឹងថ្នាក់ថ្នមបំបំពេមិនឲ្យមានស្នេហ៍បែមានមួះមូលមិត្តចិត្តមួយស្ទួយសងគ្រោះរួមរស់លងលុះអស់សងខាចាប់ពីពេលនោះចុះរៀងមកគ្រុតរៀបជំរើកយកស្រឹងគីដាក់ក្នុងវិមានឋានរមនីរស់ដិតដោយគ្នាជារៀងទៅនិយាយអំពីគ្រីទោះសរវត្តក្រោយពីប្រះព្រាត់បាត់ស្នំផៅលាក់ស្មីស្រីល្អបវរឆ្លើយកើតទុកពេកៅនៅមិនសុខទ្រង់ក៏កោះហៅនៅក្រមការអាមាត្យនានាវាតត្រកឲ្យចូលក្រាបគាល់ផ្ទាល់នឹងមុខរួចថ្លែងសារទុកគប់គិតគ្នាថាយើងរីងរៃគ្មានថ្ងៃលួសតាំងពីជួបគ្រោះព្យុះព្យមីមិនដឹងលាក់ស្មីស្រីកននិដ្ឋានាងបាត់ទៅណាប្រាំចាទីឬនាងត្រូវខ្យល់វល់វីវក់គួចបោកបក់ឆក់ធ្លាក់ក្នុងព្រៃឆ្ងាយពីភូមិឋានដានបូរីវង្វេងទិសទីថ្លៃឈឺចាប់
ឆ្នេះយើងបាញ់ជាអ្នករាល់គ្នារូបរះម្នីជាប្រញាប់ស្វែងរកលាក់ស្មីថ្លៃឲ្យឆាប់ទោះរស់ឬស្លាប់ប្រាប់ដំនឹងបន្ទាប់បានស្ដាប់សັບបាញ់ជាអាមាត្យគ្រប់គ្នាគៀកើប្រាំងខំដើររុករកភ្នែកសំឡាំងក្រែងមានអ្នកដឹងពឹងលើកលែងមានអាមាត្យម្នាក់ជាវ័យក្មេងជាអ្នកច្រៀងលេងភ្លេងចាប៉ីអ្នកផងស្គាល់ឈ្មោះនោះអាគ្នាក៏ប្រឹងសំភីម្នីដែរអគ្នីត្រាច់ចរកលាក់ស្មីលិចវាលចូលព្រៃថ្ងៃជ្រៀលជ្រេជួនឃើញទូកមួយព្រួយគិតគ្នានាយក៏ទៅក្បែររេរិះសួរថាអ្នកម្ចាស់ទូកលោកមេតាប្រាប់ខ្ញុំករុណាតាមការគួរតើអ្នកធ្លាប់ឃើញស្រីសំសួរដូចរូបអប្សរសួគ៌ទេម្ចាស់ទូកឮហើយឆ្លើយរាយរាប់អធិប្បាយរៀបរាប់ប្រាប់គ្នាថាខ្ញុំធ្លាប់ឮនៅពាក្យគេនិយាយហូហែពីស្រីម្នាក់តែងដើរលើឆ្នេរក្បែរក្បាលកោះស្ថិតនៅទីនោះគូសបាញ់ជាឆ្ងាយដាច់អាល័យក្រៃប្រធ្យៈកំរមានអ្នកតាក់ទងទួពោលហើយម្ចាស់ទូកលោកលើកដៃចង់អុលទៅនាយឆ្ងាយចំពោះកូនកោះតូចមួយព្រួយ
មួយមានមួះចន្លោះផែនដីជាជើងមេឃអគ្នីស្ដាប់ហើយឆ្លើយរៀបរាប់ថាខ្ញុំប្រញាប់ផ្គាប់ព្រះរាជទ្រង់ត្រាស់បញ្ជាការគ្រប់ផ្នែកស្វែងរកស្នំឯកបែកបាត់អង្គតើលោកអាចនាំខ្ញុំកាត់ឆ្លងទៅកោះនោះម្ដងផងផុតមកត្បិតខ្ញុំចង់ជួបរូបនាងវើដើម្បីសាសងផ្សងសំនួរក្រែងលោនាងជាវរៈស្នំស្រីដែលបានប្រត់ពីទីស្រែមួបើពិតឆ្នោះមែនសែនសំគួរនាំនាងវិលមើរកក្ដីវិញម្ចាស់ទូកឮឆ្នោះមួះចិត្តគិតនៅក្នុងគំនិតឥតតូម្នេញស្ម័គ្រយកអាសាចាក់ដដេញដឹកអាគ្នីចេញវិញខ្សែចែវទូកចេញពីច្រាំងតាំងត្រាច់ចឆ្លងកាត់សាគរបលឿនស្លេវសំដៅទៅកោះទោះហត់ហេវក៏ខំប្រឹងចែវរាវរំពេយរំពេចនោះក៏មហាផ្ទៃមេឃមានពើបែកប្លែកខ្មៅក្រៃរសាត់មកផ្គុំជុំព្រឹកថ្ពីជាព្យុះវាមនីសាយបក់បោកទ្រុទូកត្រូវសង្គ្រាវាយប្រហាកណ្ដាលជលសាយ៉ាប់យករន្ទះក្តុងក្តាំងភ្លៀងធ្លាក់ខ្ជកមេឃមីពពកគ្របងងឹតអគ្នីរូតរះ
ប្រទះក្លុបទូកលោកដៃពិតទាញបើកហើយបិទចិត្តចូលជ្រៅលៀងព្យុះបោកបក់ឆក់គួចខ្លាំងក៏កើតជាផ្ទាំងទឹករលើកវាយផ្ទុកសងគ្រប់លុបលើកទូកឲ្យផ្លោះផ្លោងមកជ្រោកឆ្ងាយច្រាំងអគ្នេយ៍ភ័យណាស់ច្បាស់មិនរស់ខំស្រែករកពុតធោអរហង្គទូកត្រូវរលើកបោកក្រាំងក្រាំងអគ្នេយ៍ស្លុតស្លាំងសន្លប់ឈឹងលុះភ្ញាក់ដឹងខ្លួនស្ងួនម្នីម្នីនាយចាប់រុញក្តារទ្វារចេញវឹងសង្កេតឃើញទូកជាប់គឿងថ្មឹងមិនដឹងទិសទីក្តីឯណាងាកទៅម្ចាស់ទូកក៏បាត់រូបប្រហែលព្យុះស្រូបយកសងខាគួចធ្លាក់ក្នុងទឹកលកឹកមរណាកណ្ដាលជលសានៅភីឡៃអគ្នេយ៍សម្រាប់ត្រាច់លៀកចផ្សងព្រេងរុករឈ្ងោកនាយអាយក្រែងលោបានជួបមនុស្សទាំងឡាយពឹងពាក់អាស្រ័យជួយជនវាពេលដើរដល់ព្រៃទីមួយនោះអគ្នេយ៍ឃើញឈ្មោះមួសមុតចាលើថ្មមួយផ្ទាំងបាំងរុកខាថ្លែងថាជាឋានដានដីគ្រុឌនៅក្រោយរនាំងផ្ទាំងសីឡាមានកូនគ្រឹះហ៊ីល្អគុតមុតមានទាំងស្រីម្នាក់ជាប្រាកដកំពុងដើរកាត់ស្កាត់មកចិត្តស្រីនោះមិនមែន
អ្នកអាយណាក្រៅពីស្រឹងគីលាក់ស្មីពិតដែលគ្រុឌចាប់យកមកឃុំខាត់រួមរស់ណែបនិតកាត់កាយយ៉ាបន្ទាប់បានជួបសួរអគ្នាដឹងដានដើមទីនាយត្រាមកដល់ដីកោះរបៀបណាលាក់ស្មីអង្វរឲ្យនាយជួយអគ្នីដឹងច្បាស់ថាមិនអាចឆ្លងផុតគ្រោះកាចខ្លាចភ័យព្រួយតែមុននឹងស្លាប់ចាប់ជាតិក្រោយលួងលាក់ស្មីអើយដោយខ្លួនសិននាយក៏ពោលថានារីស្រីនាងកុំព្រួយអីថ្លៃមាសឆ្អិនខ្ញុំនឹងតស៊ូបដូរជីវិតនាំនាងវិលវិញមិនលែងឡើយតែគួរអនិច្ចានាគ្រានេះយើងមិនអាចវេះកិច្ចរកត្រើយត្បិតទូកកើគឿងនឹងនៅឡើយលើខ្សាច់ល្វឹងល្វើយឆ្ងាយមាត់ទឹកឆ្នេះយើងត្រូវចាំតាមកាលគួរដល់សមុទ្រហូរចូលក្រឹកអាចរុញទូកចេញវិញអត់លកឹកបណ្ដែតតាមទឹកវឹកចែវចលាក់ស្មីបានស្ដាប់សັບអគ្នាក្នុងចិត្តមានវីស្រីត្រេកអរត្បិតអាចវិលទៅនៅកើមិនឆាប់មិនយូរគូគិតការជួនជាថ្ងៃនោះគ្រុឌអត់នៅរវល់ចេញទៅក្រៅគ្រឹះហ៊ីវិវក់នឹងលបែងលេងបាស្កា excuse me នៅឯភារីពីរៀនសី
លាក់ស្មីក៏ឆាប់ចាប់ឱកាសបើករបងផ្ទះនាំអគ្នាចូលទៅស្រស់ស្រូបម្ហូបចំណីបំពន់រាងកាយឲ្យរឹងប៉ឹងបន្ទាប់បានហូបម្ហូបអាហារអគ្នីឃ្លាវខ្លាហាមាត់ប្រាំងនិយាយលួងលោមឆោមប្រលឹងប្រាប់លាក់ស្មីវឹងដឹងសាច់ក្តីថាបើនាងព្រមល្មមស្មោះស្ម័គ្រប្រគល់ប្រានដាក់រកមេត្រីនោះទើបនាយព្រមឈោមហន្តរាយនាំនាងវិលវៃលៃទៅឋានលាក់ស្មីឮឆ្នោះហួសចិត្តណាស់មិនគួរកម្មក្រាស់ប៉ះប្រុសព្រៀនស្មានតែអគ្នីជីកលយានការពិតនិយាយពៀនរៀនពីធាបង្ខំឲ្យស្ម័គ្រជាក់ប្រាកដទោះប្រកែកក៏អត់បានការជីវិតស្ថិតក្នុងវងដៃមីគ្មានអ្វីអាចការពីបានឡើយដំណោះស្រាយមានតែមួយគត់យល់ព្រមធ្វើពុតថត់គៀកកាយឲ្យចិត្តអគ្នីភីបានស្បាយចាំឆ្លងដល់ត្រើយហើយលោកលៃរត់គេចឲ្យផុតត្បត់ដៃមនុស្សដែលសាងបាបគ្រោះឈ្មោះចង់រៃពេលបានជួបរូបអង្គចាក់ក្រៃទូលទ្រង់ឲ្យពៃវាយពួកវាបន្ទាប់បានខ្លួននួនលាក់ស្មីអគ្នីអបព្រៃឆ្នៃកិច្ចការលោកលួចរំពៃផ្ទៃជលសាក្រែងមានវាសនា
បានឃើញទូកអ្នកនេសាត្រីកៃស្រែកហៅសុំដោយសារទៅនៅដីគោកកិច្ចពីលាក់ស្មីស្រីស្មោកគ្រោកវិលត្រឡប់មករកភូមិឋានមិនយូរប៉ុន្មានបានឃើញទូកមួយកំពុងមកជ្រកក្បែរស្ថានអគ្នីកាច់មេឃឈើហើយបានក្រវីប្រាប់ដានប្រានបងហាញស្រែកហៅម្ចាស់ទូកកុកពោលថាសូមអ្នកមេត្តាកុំកំណាញ់សង្គ្រោះខ្ញុំម្ដងផងសំឡាញ់ត្បិតអីខ្ញុំចាញ់បាញ់ឆោតគេដឹកយកមកដាក់លាក់ទីនេះរួចហើយក៏វេះត្រេះរិះរេលួចយកទ្រព្យខ្ញុំពុំសល់ទេប្រើល្បិចកិច្ចការគ្នេកិច្ចបាត់អ្នកនេសាទលឺអគ្នីប្រាប់ថាមានគេចាប់សំទោសថាត្រូវគេចាប់ជំរិតព្រាត់មកចោលលើកោះរស់ទូរគុតមានចិត្តអាណិតស្និទ្ធស្ម័គ្រជួយចម្លងអគ្នីពីដីកោះបីបាច់សង្គ្រោះចុះដល់ត្រើយអគ្នីផុតគ្រោះអស់ទុកព្រួយអរគុណអ្នកជួយហើយយាត្រាវិលមកបរិយក្តីរំឋានរស់ជុំសន្តានខ្សានកាយាត្រឡប់ទៅវាំងអង្គក្សត្រាសំងំធ្វើការជាប្រក្រតីថ្ងៃមួយអគ្នីជីសុទ្ធត្រុតក្រឡេកឃើញគ្រុឌខ្សាត់កាឡៃដើរកាត់មុខវាំង
ពុនលាជ័យនេះទាញចាប់ៃលេងហើយច្រៀងឌៀមដាមឌឺដងឡងដាក់គ្រុឌថាថោកបំផុតមិត្តចិត្តលៀងប្រើល្បិចបាញ់ឆោតលួចអ្នកម្នាងរួចនៅត្រេងត្រាងសាងភាតុភាពបងប្អូនចាំស្ដាប់សັບខ្ញុំស្ដីនិទានរឿងស្រីប្តីមិនជ្រាបត្រូវជន់អពលក្ខតាក់លួចចាប់ឃុំទុកដូចចាប់ជាប់ក្នុងទ្រុងនៅលើកោះមួយព្រួយរាល់ថ្ងៃសង្រេងសង្រៃក្រៃកនឡងរស់ស្មើនឹងស្លាប់បាត់ហើយហោរាល់ថ្ងៃខំផ្សងបួងសួងសុំដល់អស់ទេវតារក្សាកោះសូមជួយសង្គ្រោះស្រស់ស្រីមុំឲ្យបានវិលមករើបត្រនំរស់នៅរំទុំជុំញាតិមិត្តការបន់ស្រន់នោះលុះលឺដល់ទេវតាអំពុលខ្វល់អាណិតក៏បងកើតព្យុះបក់ឆក់ឆិតនាំទូកទៅចិត្តនិតឆ្នេរកោះឲ្យអ្នកនេសាទបានឃើញដានជើងស្រីកល្យានឈានដើរឆ្ពោះទៅមកតាមឆ្នេរក្បែរព្រៃល្បោះមនុស្សដឹងរឿងនោះសពគ្រប់គ្នាខណៈបានស្ដាប់សັບអៈគ្នាពោលពាក្យសំដីស្ដីពរនីគ្រុឌព្រួយស្រយុតស្លុតអរាដឹងថាបែកការគ្រានេះហើយយុគនោះគ្រុឌហោះឆ្ពោះទៅឋានជួបស្រីកល្យានប្រានគៀកកាយសែកមុនសន្ដំផ្ទុំលក់ស្បើយ
នាំនាងឆ្លងត្រើយដោយលួចលាក់លោកយកលាក់ស្មីស្រីអភ័ព្វទៅដាក់បង្កប់ក្រោមដើមកាក់ដែលដុះនៅក្បែររាជដំណាក់រួចគ្រុឌលាចាកចេញចោលរត់គេចទៅឆ្ងាយដាច់អាឡ័យទុកឲ្យលាក់ស្មីស្រីតែលតោលវង្វេងដូចគោនៅក្រៅក្រោលប្រហៀមមកដល់យល់ព្រឹត្តិការណ៍មានមនុស្សជាច្រើនផ្អើលឆោឡោខ្លះស្រែកទ្រហោអក្រៃណាត្បិតឃើញលាក់ស្មីស្រីស្រឹងគីនាងវិលមកភៀរាវិញហើយអ្នកខ្លះចូលទូលដល់មហាក្សត្រឲ្យផុតវិបត្តិចិត្តលហើយថាស្នំឯកទ្រង់គង់នៅឡើយសូមទ្រង់ឈប់ព្រួយស្បើយទុកខាដំណឹងនេះឮដល់អគ្នេយ៍នាយស្លុតដួងใจភ័យតាក់កមាលោកចេញពីវាំងអង្គក្សត្រាហើយភៀងអាត្មាបាត់រូបរាងសូមស្លេះតែត្រឹមនេះសិនសូមប្រិយមិត្តរងចាំស្ដាប់វគ្គទី3នៅពេលក្រោយសូមអរគុណ